Bàសូមគោរពជំរាបសួរបាទបងប្អូនអំពុំមិញទាំងអស់គ្នាផងដែរបាទថ្ងៃនេះដែរខ្ញុំបាទ admin បានពំនាំនៅសាច់រឿងនិទានថ្មីមួយទៀតហើយមកកាន់ពុកម៉ែបងប្អូនទាំងអស់គ្នារីកស្ដាប់ហើយនៅក្នុងសាច់រឿងនិទាននេះដែរគឺនិយាយតាក់ទងទៅនឹងជីវិតប្តីប្រពន្ធបាទស្នេហាត្រីកោណណាបាទឥឡូវមុនឈានទៅដល់ការទៅស្ដាប់សាច់រឿងនិទានមួយនេះបងប្អូនទាំងអស់គ្នាមេត្តាជួយចុច Subscribe នៅលើ Channel ខ្ញុំបាទម្នាក់មួយផងដើម្បីតរាល់វីដេអូថ្មីដែលខ្ញុំបាទ upload វីដេអូទៅបងប្អូនទាំងអស់គ្នាទទួលបានវីដេអូថ្មីឥឡូវយើងកុំឲ្យខាត់ពេលវេលាយូរយើងទៅស្ដាប់នៅសាច់រឿងនិទាននេះតែម្ដងតើវាមានអត្ថន័យមានន័យយ៉ាងណាខ្លះហើយវាមានការអប់រំយ៉ាងណាខ្លះនៅក្នុងសាច់រឿងមួយនេះបាទឥឡូវយើងនៅស្ដាប់សាច់រឿងនិទាននេះតែម្ដងពីដំបូងឡើយគឺមានគ្រួសារមួយរស់នៅក្នុងភូមិបាទក្នុងភូមិដែលភូមិនោះគឺជាភូមិមួយដែលមានមនុស្សរស់នៅច្រើនអ៊ូអរហើយគាត់នឹងរស់នៅតែពីអ្នកប្តីប្រពន្ធនេះប៉ុន្តែគាត់មិនមានកូនទេបងប្អូនហើយប្តីរបស់គាត់នឹងគឺជាអ្នកធ្វើការជំនួញបាទខាងជួញទិញស្រូវទិញអីអញ្ចឹងបងប្អូនហើយប្រពន្ធនោះគឺជាស្ត្រីមេផ្ទះបាទអ្នកទាំងពីរគឺមិនសូវដែលនៅបានចិត្តគ្នាទេពួកគាត់តែងតែនៅបែកពីគ្នារៀងៗខ្លួនដោយសារតែពួកគាត់ហ្នឹងគឺជាអ្នកជួញដូរលក់អីវ៉ាន់បាទរៀងៗខ្លួនអញ្ចឹងណានៅថ្ងៃមួយហ្នឹងប្រពន្ធហ្នឹងក៏បានទៅបាទសួរប្តីថាបងថ្ងៃនេះបងចេញទៅបាទខាងក្រៅដែរទេហើយទៅប្តីក៏បានប្រាប់ថាអូថ្ងៃនេះអត់បានចេញទៅទេដោយសារតែអត់មានការងារត្រូវចេញព្រោះត្រូវសម្រាប់នៅមួយអូនមួយថ្ងៃពេលនោះដែរគាត់ជាមួយនឹងប្តីគាត់ហ្នឹងក៏បានបបួលប្រាប់បងថាអញ្ចឹងបងឯងថ្ងៃហ្នឹងជាថ្ងៃសិលហើយយើងអាចយកបាយសឡយទៅរៀបចំហាន់លោកនៅវត្តមួយថ្ងៃទៅបានទេព្រោះយើងអត់ដែលមានពេលបានទៅរៀបចំហាន់លោកនៅវត្តផងពេលនោះដែរប្តីគាត់ហ្នឹងក៏យល់ផងថាអញ្ចឹងអូនរៀបចំទិញម្ហូបអាហារទៅទិញបាយសឡទិញសាច់ទិញអីមកបន្លាឥឡូវនេះលុយបងនឹងកប៉ៅនោះមាន 50000 ដែរអូនឯងទៅទិញមើលគ្រប់អត់បើគ្រប់នេះជាថែមគ្រប់ 100,000 ណាគាត់នោះក៏បានយកលុយពីប្តីទៅទិញអីវ៉ាន់នៅផ្សារពេលដល់ផ្សារនោះក៏បានដើរផ្សារនោះក៏បានឮគេនិយាយតគ្នាថានៅក្នុងវត្តដែលវត្តមួយហ្នឹងគឺមានអ្នកតាមួយដែលការបន់ស្រន់ហ្នឹងគឺបានកូនពិតអត់ចេះพูดភើកុហកឯងគឺបានកូនពិតគេសុំអីគឺបានហ្នឹងសុំកូនគឺបានកូនសុំបំណងប្រាថ្នាអីគឺបានហ្នឹងអញ្ចឹងណាបាទគាត់ក៏លើកដូច្នោះក៏បានសួរថាពិតអត់មីងបើបានកូនមែនអញ្ចឹងខ្ញុំសុំកូនមួយដែរអញ្ចេះមួយឯងទៅត្រូវអីនៅក្នុងគឺគេសុំអីបានហ្នឹងឯងគឺអត់ចេះខកអំណងឯងបើក្មួយឯងនាំប្តីក្មួយឯងទៅនឹងសុំបានដូចអំណងឯងព្រាមនោះដែរគាត់ក៏បានត្រេកអរគាត់ថាជំរឿនថ្ងៃហ្នឹងទៅបួងសួងសុំកូនមួយព្រោះខ្លួននឹងអត់ដែលបានមានកូនទេតាមពិការមកប្តីរយៈពេល7-10ឆ្នាំគឺអត់មានកូនទេយ៉ាងតែត្រេកអរបងប្អូនគាត់បំណងប្រាថ្នារបស់គាត់គឺចង់បានតែកូនតែដោយសារតែគាត់នឹងពុំដែលមានកូនការមួយប្តីច្រើនឆ្នាំគឺអត់ដែលបានកូនសោះអញ្ចឹងទៅក៏បានទិញអីវ៉ាន់រួចរាល់នេះក៏បានទៅផ្ទះទៅផ្ទះហ្នឹងក៏បានប្រាប់ដល់ប្តីថាបងមិញអូនទៅផ្សារក៏បានឮអ្នកភូមិអ្នកផ្សារគាត់និយាយថានៅវត្តដែលយើងចង់ទៅហ្នឹងណាគឺមានអ្នកតាមួយកូនខ្ទមមួយគឺអ្នកណាក៏ដោយឲ្យតែចង់បន់ស្រន់អីចង់ធ្វើអីគឺសុំដូចបំណងអញ្ចឹងបើយើងចង់បានអីយើងសុំអីយើងបានដូចបំណងអញ្ចឹងហើយប្តីក៏ប្រាប់ថាប៉ិតអត់តែបងឃើញគេសុំច្រើនគ្នាដូចអត់សូវបានឯហ្នឹងបងឃើញអ្នកភូមិដតីទីគេទៅសុំដូចអត់សូវបានប៉ុណ្ណឹងតែអូនអ្នកភូមិអ្នកផ្សារនោះនិយាយថាឲ្យតែសុំដល់បានឲ្យតែយើងមានអំណន់យើងមានចេកមានអីទៅថ្វាយអញ្ចឹងដល់បានហើយឥឡូវអូនសាប់ធ្វើម្ហូបឲ្យរួចរាល់អាងទៅយកទៅតន់ចំហាន់លោកថ្ងៃត្រង់ហ្នឹងយើងកុំទុកចោលយូរពេកពេលហ្នឹងដែរប្តីរបស់គាត់ហ្នឹងក៏បានរៀបចំមុជទឹកស្អាតបាតបាទរៀបចំមុជទឹកស្អាតបាតនេះក៏ស្អាតបាតហើយប្រពន្ធក៏បានធ្វើម្ហូបហើយផាត់មុខឲ្យហើយ
ក៏នាំគ្នាជិះម៉ូតូយកចង្ហាន់ទៅវត្តពេលទៅដល់ព្រះសង្ឃកន្លែងព្រះសង្ឃក៏បានយកចង្ហាន់ទៅជូនព្រះសង្ឃវេព្រះសង្ឃហើយក៏បានឲ្យព្រះសង្ឃនឹងទីជោគវិតារិស័យថាពីរិស័យរបស់ខ្លួននិងប្តីរបស់ខ្លួនថាថ្ងៃមុខហ្នឹងខ្លួននឹងមានអស៊ីអីកាក់កបមានអីឡើងជានឹងទៀតអត់ព្រោះកាយរយៈពេល10ឆ្នាំហ្នឹងគឺប្តីរបស់ខ្លួនហ្នឹងខ្លួននឹងប្រឹងរកស៊ីប្រឹងសន្សំណាស់តែពុំមានកូនសោះចង់កងសួរជោគរិស័យទៅមុខជោគរិស័យដែលទៅមុខទៀតហ្នឹងវាទៅជាយ៉ាងណាពេលនោះដែរដឹកគុណក៏បានមានបន្ទូលថាអ្នកទាំងពីរមានភ័ព្វសំណាងការជាមួយគ្នាគឺមាននិស្ស័យណាស់បាទមាននិស្ស័យណាស់អ្នកទាំងពីរទៅមុខទៀតអាចនឹងមានលៀបធំប៉ុន្តែក្នុងលៀបនោះក៏មានគ្រោះដែរតែបើអ្នកចេះកែប្រែតាន់ចេះដឹងខ្លួនតាន់អ្នកនឹងទទួលបាននៅលៀបល្អប៉ុន្តែអ្នកមិនកែខ្លួនមិនតាន់ទេអ្នកនឹងទទួលបានរឿងអាក្រក់ចូលក្នុងជីវិតហើយនឹងអាចប្រត់ប្រាស់បែកប្រាស់ពីគ្នាទៀតពេលនោះដែរអ្នកទាំងពីរក៏បានមើលមុខគ្នាក៏បានព្រះអង្គក៏បានប្រាប់ទៅអ្នកទាំងពីរទៀតថាសូមអ្នកទាំងពីរប្រុងប្រយ័ត្ននៅក្នុងលៀបនោះគឺមានគ្រោះចង់និយាយថាបញ្ហាពីរបើយើងដើរផ្លូវត្រូវគឺត្រូវបើយើងដើរផ្លូវមិនត្រូវគឺខុសមួយជីវិតចឹងអ្នកទាំងពីរសូមប្រុងប្រយ័ត្នទាំងអស់គ្នាណាអ្នកទាំងពីរក៏បានលាថ្វាយបង្គំលាបដិជគុណហ្នឹងក៏បានចេញមកក្រៅហើយក៏បានដើរទៅរកអ្នកតាហ្នឹងក៏សូមបន់ស្រន់ថាលោកតាកណាឃើញលោកតាហ្នឹងផ្ដល់កូនអ្នកភូមិអ្នកស្រុកគឺល្បីថាលោកតាហ្នឹងផ្ដល់បានកូនស្បន់ស្រន់គឺបានកូនឥឡូវកូនចៅទាំងពីរនេះរៀបការរយៈពេល10ឆ្នាំហើយកូនចៅនេះមិនដែលបានមានកូនទេរាល់ថ្ងៃចង់បានកូនប្រុសមួយឬកូនស្រីមួយកូនប្រុសកូនស្រីក៏បានដែរឲ្យលោកតាឲ្យបើពិតជាលោកតាស័ក្តិសិទ្ធិមែនពេលខ្ញុំបានកូនពិតប្រកបមែនខ្ញុំនឹងថ្វាយមន់នឹងថ្វាយជ្រូកខ្វាយដល់លោកតាឲ្យតែខ្ញុំបានកូនពិតហើយមួយទៀតបើសិនជាខ្ញុំបបណារឿងការងារសូមលោកតាជួយអញ្ចឹងណាបងប្អូនពេលអ្នកទាំងពីរបនស្រន់ហ្នឹងគឺមានអារម្មណ៍ថាដាក់ចេកដាក់មន់ដាក់គ្រឿងដង្វាយផ្សេងឲ្យទៅលោកតាឲ្យកូនដល់នាងអញ្ចឹងណាបាទពេលនោះដែរអ្នកទាំងពីរក៏យកធុងទៅអុជដោតចុងហើយក៏ដឹកដៃគ្នាមកវិញរយៈពេលបានប្រហែលជាកន្លះខែប្រពន្ធរបស់ខ្លួនហ្នឹងក៏បានចាប់ផ្ដើមមានអាការៈចាញ់គួតចង្អោរមានអាការៈដូចរៀងវិលមកលើចាញ់កូនអញ្ចឹងបងប្អូនពេលនោះដែរអ្នកទាំងពីរហ្នឹងក៏បានទៅពេទ្យដើម្បីពិនិត្យហ្នឹងក៏បានឃើញថាអ្នកទាំងពីរមានកូនហើយបាទប្រពន្ធហ្នឹងគឺមានកូនប្តីពីនោះពេលលើដំណឹងថាប្រពន្ធមានកូនគឺចាប់ផ្ដើមត្រេកអរសើចសប្បាយរំភើបគិតថាវាមិនដូចបំណងគិតថាគាត់ទៅសុំលោកតាបានដូចបំណងមែនណាបងប្អូនហើយអ្នកទាំងពីរហ្នឹងក៏បានវិលត្រឡប់មកផ្ទះវិញប៉ុន្តែអ្នកទាំងពីរហ្នឹងគឺភ្លេចពាក្យសម្ដីដែលខ្លួនបាននិយាយជាមួយនឹងលោកតាគាត់ភ្លេចដោយសារតែត្រេកអរណាមួយគាត់របបរឿងការងាររកស៊ីផ្សេងទៀតគឺគាត់ភ្លេចនៅអ្វីដែលគាត់បានសុំបន់ស្រន់ជាមួយនឹងលោកតាពេលនោះដែរបានរយៈពេល5ខែប្រពន្ធនឹងចាប់ផ្ដើមមានអាការៈឈឺចុកចាប់ចុកណែនណាប្តីនឹងក៏បាននាំប្រពន្ធនឹងទៅមន្ទីរពេទ្យដែរទៅថតមើលទៅស្កេនមើលថាអាការៈក្នុងកូនខ្លួននឹងប្រពន្ធនឹងមានអាការៈបែបម៉េចពេលនោះដែរគឺអាការៈប្រពន្ធទៅដល់ពេទ្យហ្នឹងគឺអាការៈប្រពន្ធធម្មតាអត់មានកាត់អីកើតឡើងដល់ពេលមកផ្ទះគឺអាការៈឈឺចុកចាប់រមួលដូចមានបញ្ហាអញ្ចឹងរយៈពេល5ខែបងប្អូនចុកចាប់រមួលហើយអញ្ចឹងទៅក៏បានរយៈពេល6ខែចូលបាន7ខែគឺចាប់ដើមចុកចាប់មួយសាទៀតគឺមានអាការៈរោចង្កេះចុកស្មារឹងខ្នងប្តីនោះក៏បានជាប់រវល់នៅខាងក្រៅការងារខាងក្រៅក៏មិនបានមកអើប្រពន្ធដែរ
បន្ទាប់មកទៀតគឺគាត់ទាំងពីរហ្នឹងក៏បានទៅថតមើលមួយសារទៀតថាការដាក់កូនគឺមិនមានបញ្ហាទេគ្រាន់ថាកូននឹងកើតមកដូចមិនគ្រប់លក្ខណៈមិនដឹងកើតមកមិនមិនមានកម្មផ្សាយកម្មវិធីមុនមូលមិនដឹងពេលនោះក្តីគិតថាមិនទាន់ច្បាស់ចាំយមើលរយៈពេលក្បាល8ខែទៅ9ខែចាំមកពិនិត្យភាសាទៀតព្រោះពេលរយៈក្បាល7ខែហ្នឹងគឺប្រពន្ធគឺមិនទាន់ដឹងថាកូននឹងកើតមកបែបណាទេបាទកើតមកពេញលក្ខណៈឬក៏មិនគ្រប់លក្ខណៈឬក៏មានបញ្ហាកន្លែងណាមួយបាទក៏រងចាំរយៈពេលដល់ក្បាល9ខែពេលបាន9ខែក៏បានទៅថតមើលស្រាប់តែកូនហ្នឹងបានបាទគឺមាត់អត់មានប្រហោងមាត់ទេបងប្អូនពេទ្យ scan មើលគឺមានប្រហោងមាត់ទេពេលនោះដែរប្តីចាប់ផ្ដើមបាក់ទឹកចិត្តអន់ចិត្តនឹកឃើញអន់ចិត្តបើបានហើយហេតុអ្វីបានមិនស្រួលនេះគ្រាន់តែជាពាក្យដែលគាត់និយាយជាមួយនឹងអ្នកតាគាត់បន់ស្រន់ហើយគាត់ថាបើថ្ងៃញ៉ាខ្ញុំបានកូនខ្ញុំដឹងដំណឹងថាខ្ញុំកូនភ្លាមខ្ញុំនឹងយកដង្វាយមកថ្វាយជូនលោកតាដង្វាយមកថ្វាយអ្នកតាបាទពេលហ្នឹងដែរគាត់ភ្លេចពីសម្ដីហ្នឹងបងប្អូនពេលហ្នឹងដែរគឺលោកតាដែរអ្នកផ្ដល់កូនឲ្យបរិសុទ្ធនិងស្ត្រីពីរនាក់ហ្នឹងក៏បានធ្វើឲ្យមាត់ហ្នឹងគឺបិទមាត់កូនឲ្យមានប្រហោងមាត់ទេគឺមានប្រហោងមាត់គឺបិទមាត់ចិត្តឆឹងប្តីពេលនោះចាប់ដើមអន់ចិត្តខឹងបាក់ទឹកចិត្តលែងចង់បានកូនចង់បោះបង់កូនចោលប្រពន្ធនោះក៏យំគាត់ដឹងដំណឹងចឹងយំនៅពេលដែលថ្ងៃកើតបងប្អូនមានអភូតង្ហេតុកើតឡើងគឺសក់របស់ប្រពន្ធហ្នឹងគឺត្រូវបានឆ្កែលិតឆ្កែស៊ីបាទឆ្កែលិតឆ្កែស៊ីពេទ្យយកចងថងដាក់ធុងសម្រាមត្រឹមត្រូវប៉ុន្តែចៃដន្យនេះឆ្កែនេះវាទៅរើធុងសម្រាមអីមកខំហែកស៊ីសក់ប្រពន្ធណាបងប្អូនធ្វើឆ្កែស៊ីបានកូនកើតមកមិនមានមាត់មិនមានប្រហោងមាត់ទេយំក៏យំមិនចេញយំអីក៏យំមិនចេញកើតមកបានរយៈពេលចំនួន5ថ្ងៃក៏បានបាត់បង់ជីវិតទៅវិញដោយសារតែគាត់មាត់នឹងមិនមានបាទមិនមានហើយកើតមកកាយសម្បទាមុខមាត់អីហ្នឹងក៏មិនស័ក្តិសមមិនស្អាតបាតទេបាទមិនស្អាតបាតដោយសារតែអត់មានមាត់ហើយកម្មវិធីឆ្អឹងហ្នឹងគឺទុនល្វេល្វក់មិនមែនជាក្មេងដោយសារពាក្យសម្បត្តិរបស់គាត់និយាយជាមួយអ្នកតាថាដរាបណាបើខ្ញុំបានកូនខ្ញុំនឹងយកដូចគ្រឿងដង្វាយទៅថ្វាយលោកតាប៉ុន្តែគាត់មិនបានយកទៅគឺធ្វើឲ្យកូនហ្នឹងមិនមានមាត់មានកពេលនោះដែរគឺប្តីហ្នឹងចាប់ផ្ដើមប្រែអត្តចរិតប្រែអារម្មណ៍គឺគាត់ថាប្រពន្ធឯងមិនកើតបាទគាត់ថាប្រពន្ធឯងមិនកើតចាប់ដើមចេះឌឺដងប្រពន្ធចេះថាយប្រពន្ធពួកអីកាយរយៈពេល10ឆ្នាំបងប្អូនគាត់មិនមានកូនមានអីមួយគ្នាហើយគាត់កើតកូនកើតមកហើយគឺកូនមិនគ្រប់លក្ខណៈទៀតចាប់ដើមឌឺដងថាប្រពន្ធហើយប្តីហ្នឹងរយៈពេលប្រហែលដឹងដំណឹងថាកូនស្លាប់ហើយចាប់ពេលហ្នឹងគឺគាត់មិនសូវដែរមកផ្ទះទេគាត់ធ្វើការជួញដូរលក់គ្រឿងសម្ភារៈនៅឆ្ងាយមិនដែរមកផ្ទះទេមួយខែពីរខែគាត់មកលេងផ្ទះម្ដងនៅពេលនោះដែរនៅពេលដែលគាត់ឆ្លៀតឆ្ងាយពីផ្ទះហ្នឹងបងប្អូនប្តីហ្នឹងលួចមានស្រីក្រៅតាក់ទងជាមួយស្រីខាងក្រៅទៀតបាទគាត់តាក់ទងជាមួយស្រីខាងក្រៅទៀតលួចលាក់មិនឲ្យប្រពន្ធដឹងទេព្រោះគាត់ថាប្រពន្ធហ្នឹងមានតម្លៃឯងមិនអាចបង្កើតកូនឲ្យបានមិនអាចបន្តពូជពងវង្សតកឲ្យគាត់បានគឺលែងមានតម្លៃសម្រាប់គាត់គឺគាត់លែងវិលត្រឡប់មកផ្ទះមកលួចមានស្រីក្រៅហើយប្រពន្ធហ្នឹងក៏ចេះសង្ស័យប្តីថាហេតុអីបានជាមួយរយៈហ្នឹងប្តីមិនឃើញត្រឡប់មកលេងផ្ទះមិនឃើញមកត្រឡប់មកលេងប្រពន្ធអញ្ចឹងហើយគាត់នេះបាក់ទឹកចិត្តដែរប្រពន្ធណាដែលដឹងថាកូនកើតមកហើយគឺមិនមានមាត់មិនមានកាយសម្បទាមាំមួនទាំងនេះគឺដោយសារតែគាត់និងប្តីរបស់គាត់គឺបាននិយាយផ្សំសម្បត្តិមួយគេហើយថាបើសិនលោកតាផ្ដល់កំណើតឲ្យកូនខ្ញុំមានកូនខ្ញុំនឹងយកគ្រឿងដង្វាយមកថ្វាយប៉ុន្តែយើងមិនបានទៅយកគ្រឿងដង្វាយទៅថ្វាយគេធ្វើឲ្យមិនមានមាត់មានកលក្ខណៈគឺបិទមាត់ចិត្តចឹងមកកូនកើតមកបងប្អូន
ប្តីហ្នឹងមកដើមប៉ពីនងទៅគឺលែងមានស្រីខាងក្រៅប្រពន្ធក៏ចាប់ដើមតាមដានហើយនេះមកប្តីមិនសូវដែលមកលេងផ្ទះហើយមកលេងផ្ទះក៏មិនដែលមកនេបនិតគៀកកោដោយប្តីប្រពន្ធដូចដើមអញ្ចឹងតែងតែអស់កម្លាំងតែងតែមកដេកសម្រាកមិនមានអ្វីជាសង្ស័យហើយពេលនោះដែរប្រពន្ធនោះគាត់ចាប់ដើមទៅរកមើលគ្រូម៉មើលរកមើលលោកមើលអីណាគ្រូទស្សទាយថានេះហើយដល់ថ្ងៃខែដែលគេត្រូវដើរផ្លូវបើចៅកែតាន់គឺតាន់បើចៅកែមិនតាន់ទេគឺទៅហើយក្នុងឆាកជីវិតរបស់ចៅគឺបានត្រូវប្រើប្រាស់គ្នាហើយនារីក៏បាននឹកឃើញការពីខ្លួនមកទាយលោកពីមុនក៏លោកថាដែរថាបើសិនជាថ្ងៃខាងមុខក្នុងលៀបក៏មានគ្រោះក្នុងគ្រោះក៏មានលៀបគេថាមានលៀបហើយមានគ្រោះបើដើរត្រូវគឺត្រូវបើដើរមិនត្រូវគឺខុសមួយជីវិតគឺបែកប្រាក់បាក់មួយជីវិតក៏នឹកឃើញអញ្ចឹងថាប្តីរបស់ខ្លួនប្រហែលជាមានអីកើតឡើងហើយលោកនោះក៏មិនប្រាប់អស់ដែរអ្នកទាយណាគេមិនដែលប្រាប់អស់ទេក៏យើងទាយអីហ្នឹងគឺប្រាប់ថាចំណុចគោលទេក៏តាមដានប្តីក៏ដឹងថាប្តីនឹងលួចលាក់មានស្រីខាងក្រៅមានប្រពន្ធចង់ខាងក្រៅទាំងដែលខ្លួននេះបាក់ទឹកចិត្តកូនកើតមកមិនគ្រប់អីមិនគ្រប់គឺទឹកភ្នែកយំម្នាក់ៗក៏ទៅយំទ្រព្យសម្បត្តិមានហូរហៀអត់ចេះខ្វះទេប្តីវក់នឹងស្រីយកលុយទៅទិញលក់ឡានលក់អីអស់ហើយលក់ទ្រព្យសម្បត្តិក្នុងផ្ទះឲ្យនៅសល់តែផ្ទះហើយនឹងសម្បកខ្លួនហើយបំណុលជំពាក់គេចាប់ដើមជំពាក់គេដាក់ទុនខ្សោយព្រោះប្តីមិនស្គាល់ដែរមកផ្ដល់លុយមកឲ្យប្រពន្ធដើមគឺគាត់មិនមានការងារមុខរបរអីទេគាត់នៅតែផ្ទះហើយគ្រប់គ្រងគ្រួសារគាត់លក្ខណៈថាគាត់មើលការគាត់ត្រូវផ្ទះទេក៏មិនដែលបានទៅធ្វើការអីទេពេលប្តីទៅធ្វើអញ្ចឹងទេគាត់មានបាត់បង់ចំណូលជំពាក់គេលើដើមហើយបំណុលម្ចាស់ដំណើរគឺចេះមកទាទៅហើយខ្លួននោះចេះទៅថលរកដីតាក់ទងប្តីមិនបានប្តីនោះមិនលើកទូរស័ព្ទដឹងថាប្តីខ្លួនឯងមានស្រីហើយបាទបងប្អូនអូនដើមក៏ចាប់ដើមរកគ្រូដើម្បីដាក់ស្នេហ៍ប្តីប៉ុន្តែដោយជាកម្មរបស់គាត់ដោយជាដែលឆ្នាំរបស់គាត់គឺមិនអាចធ្វើអីបានទេអាហ្នឹងគឺជាទំនាយនឹងប្រវត្តិរបស់គាត់មកគឺជាទំនាយហើយនឹងជាព្រំលិខិតរបស់គាត់ដែលកំណត់មកបែបហ្នឹងគឺប្តីនឹងមិនអាចអូសទាញមកវិញបានទេគឺដំណាក់កាលនេះហើយគឺដំណាក់កាលមានតែបែកឆ្ងាយគ្នាទេពេលណាប្រពន្ធជឿចិត្តយំអោបហើយឃើញគេមានសេចក្តីសុខមានសុភមង្គលគឺប្តីរបស់ខ្លួនអោបស្រីមានស្រីទាំងដែលប្តីពីមុនគឺមិនដែលបែបហ្នឹងទេអានេះទីបងឡើយគឺប្តីហ្នឹងគឺបាក់ទឹកចិត្តដោយសារតែប្រពន្ធរបស់ខ្លួនមិនដែលបង្កើតកូនឲ្យបានទី2នៅពេលដែលហ្នឹងទៅគិតថាប្រពន្ធរបស់ខ្លួនលែងមានតម្លៃសម្រាប់ខ្លួនហើយគឺមិនអាចបង្កើតកូនឲ្យបានគឺលែងមានតម្លៃអញ្ចឹងទៅក៏គាត់ហ្នឹងលែងគិតចង់ខ្វាយខ្វល់ពីប្រពន្ធទៀតដែរចាប់ពីពេលហ្នឹងទៅប្រពន្ធចាប់ដើមយំអោបនឹកខ្លួនក៏ចង់លេបថ្នាំសម្រាប់ខ្លួនអីតិចបន្តែទៅបានម្ដាយបង្កើតរបស់ខ្លួនហ្នឹងគឺហាមថាថ្មីកូនអើយកូនទោះបីជាមិនជាកូនកុំលេបកុំសម្រាប់ខ្លួនអីដោះស្រាយតាមសន្តិវិធីប្តីនោះក៏មិនដែលខ្វាយខ្វល់ពីប្រពន្ធដែរបាទមិនដែលខ្វាយខ្វល់ពីប្រពន្ធនឹងប្រពន្ធចង់ហើយបាទពួកនឹងប្រពន្ធចង់ពួកនឹងសម្រស់ប្រពន្ធចង់ហើយមិនដែលខ្វាយខ្វល់ពីប្រពន្ធដើមទេតែប្រពន្ធដើមទឹកភ្នែករាល់ថ្ងៃបាទទឹកភ្នែករាល់ថ្ងៃទើបធ្វើឲ្យប្រពន្ធដើមនឹងចាប់ដើមតាំងចិត្តបាទខ្លួននឹងបាទនឹងខំរកលុយខ្លួនឯងដើម្បីដោះបំណុលហើយដើម្បីលក់ផ្ទះលក់អីហ្នឹងទៅរស់នៅជាមួយម្ដាយបង្កើតរបស់ខ្លួនវិញចាប់ពីពេលហ្នឹងទៅប្រពន្ធដើមគឺលែងមករស់នៅផ្ទះទៀតគឺបានលក់ហើយបានប្តីលែងលះរួចទៀតក៏បានលែងលះគ្នាទៅហើយក៏ទាំងពីរហ្នឹងក៏បានចែកផ្លូវគ្នាដើររៀងខ្លួនប្រពន្ធដើមហ្នឹងក៏បានរស់នៅជាមួយម្ដាយលក់ផ្ទះហ្នឹងស្លងបំណុលសងអីគេទៅហើយប្តីនោះចាប់ដើមមានស្រីថ្មីទៅប៉ុន្តែជាអកុសលកម្មរបស់ប្តីគឺមិនតាន់អស់ជាកម្មរបស់ប្តីគឺមិនតាន់អស់គឺគាត់ហ្នឹងពេលមានប្រពន្ធចង់ហ្នឹងប្រពន្ធចង់ក៏ផិតគាត់ទៀតគាត់លួចទៅមានប្រុសថ្មីទៀតពួកអានេះដោយសារតែគាត់ហ្នឹងទឹកគេគិតថាប្តីគាត់ហ្នឹងគឺមិនកើតមិនមានកំណើត
ផឹកស៊ីចាយពេលបានគាត់ទៅចាយហឺហាមិនគិតអីណាវក់ដល់នឹងគាត់ណាបោកអស់យកលុយពីខ្លួនហើយឥឡូវគាត់លេងលះជាមួយគាត់ទៅយកប្តីថ្មីពេលណាប្តីរបស់ខ្លួនភ្ញាក់ដឹងខ្លួនហ្មងដឹងខ្លួនថាអញប្រពន្ធដើមស្រឡាញ់អស់ពីត្រេះពីទ្រូងមិននឹកឃើញស្រីខាងក្រៅឥឡូវគេបោកយកលុយអស់លែងមានតម្លៃសម្រាប់គេតតក្បាលចោលដូចឆ្កែដូចឆ្មាដូចសម្រាមអញ្ចឹងពេលហ្នឹងឯងចាប់ដើមភ្ញាក់ខ្លួនអញ្ចឹងសាច់រឿងនេះវាមានតែប៉ុណ្ណឹងទេបងប្អូនប្តីម្នាក់ហ្នឹងគឺបានសារ៉ាន់ដែតចោលរហូតដល់ខ្លាចជាមនុស្សឈួតដើររើសសម្រាមរើសបាយកបែកស៊ីប្រពន្ធដើមនោះក៏មិនអាចយកប្តីវាដែរគាត់មិនយកប្តីមកអីដែរគាត់ស្គិតនៅកំមុំចាស់វាម៉ែចាស់អញ្ចឹងទៅវាម៉ែចាស់រហូតដល់នៅមួយម្ដាយអញ្ចឹងទៅអញ្ចឹងសាច់រឿងមានតែប៉ុណ្ណឹងទេបងប្អូនអញ្ចឹងបានជាសង្គមបច្ចុប្បន្នគឺបីជំនឿនិងបំបីជំនឿគឺស្ថិតនៅលើយើងបើយើងពឹងពាក់គេយើងត្រូវឲ្យគេអញ្ចឹងណាបងប្អូនបាទហើយរឿងសុភមង្គលអញ្ចឹងដែរទោះបីជាមានក្រទោះបីជាអត់មកជាក៏យើងត្រូវតែបាទខំអត់ស្កត់ចិត្តទៅយើងនៅមួយគ្នាយើងស្រឡាញ់គ្នាក្រាក់ក្បាលដល់កន្ទេលហើយយើងកុំបោះបង់គ្នាចោលនៅពេលដែលមានទុក្ខលំបាកនៅពេលដែលយើងធ្វើអីមួយមិនបានល្អអញ្ចឹងណាព្រោះអីយើងស្រឡាញ់គ្នាគឺយើងស្មោះស្ម័គ្រយើងមិនថាយើងបដូរស្លាប់បដូររស់ហើយទោះបីមិនទៅមកមិនទៀតក៏យើងនៅតែស្រឡាញ់គ្នាមួយជីវិតដែរមិនមានឬក៏មិនក្រអីក៏យើងមិនបោះបង់ចោលគ្នាដែរតែអានេះគឺពេលអត់ប្រយោជន៍គឺតត់ក្បាលគ្នាចោលដោយចុងក្រោយវិនិច្ឆ័យណាវិនិច្ឆ័យតែខ្លួនឯងបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនសូមគោរពជំរាបលាបើសិនជាមានតែខុសឆ្គងនេះកន្លែងណាមិនសមរម្យអីសូមមេត្តាខន្តីនិងអធិស្ឋានបាទសូមអរគុណសូមគោរពជំរាបលា